បាទខ្ញុំបានដួងសុធាសូមគោរពនមស្ការដល់ប្រធារានុធិរៈគ្រប់ព្រះអង្គនិងសូមគោរពដល់ពុកម៉ែបងប្អូនប្រិយមិត្តអ្នកគាំទ្រ Channel រឿងរន្ធត់គឺ Channel រត្រីអាចកបាំងរបស់ខ្ញុំបានខ្ញុំទើបបង្កើតបានប្រហែលថ្ងៃទេបងប្អូនអញ្ចឹង view ក៏មិនសូវមាន subscribe ក៏មិនសូវមានដែរថ្ងៃនេះខ្ញុំមកចែករំលែកនៅរឿងថ្មីមួយទៀតជូនដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាហើយរឿងនេះដែរគឺខ្ញុំទទួលបានបងប្រុសម្នាក់ទទួលបានពីបងប្រុសម្នាក់ដែលគាត់នៅខេត្តកំពង់ធំគាត់បានប្រាប់ខ្ញុំបានតាមរយៈ chat Messenger មកគាត់ថាខ្ញុំមានរឿងមួយទាក់ទងនឹងខ្លួនគាត់ផ្ទាល់រឿងហ្នឹងទាក់ទងបាទចំណងជើងរបស់វាគឺខ្មោចឡានក្រឡាប់បងប្អូនស្ដាប់ទៅដូចរន្ធត់ហ្នឹងមែនទេចង់ដឹងតែខ្លឹមសារនៃក្នុងវីដេអូនោះមានអត្ថន័យដូចម្ដេចសូមបងប្អូនកុំភ្លេចជួយ Subscribe និង Like Share ទៅលើ Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណបាននិយាយអំពីបងប្រុសម្នាក់ដែលគាត់ជានិស្សិតសាកលវិទ្យាល័យដែលរៀនវគ្គច័ន្ទសុក្រនិងបាទជានិស្សិតម្នាក់ដែលគាត់រៀននៅសាកលវិទ្យាល័យធម្មតានិស្សិតមានវគ្គច័ន្ទសុក្រនិងសៅរ៍អាទិត្យគាត់ជ្រើសរើសយកសៅរ៍អាទិត្យដោយសារតែគាត់ឆ្ងាយហើយដល់ថ្ងៃសៅរ៍ឡើងគាត់ត្រូវធ្វើដំណើរចេញពីផ្ទះរបស់គាត់ពីព្រលឹមហើយដើម្បីទៅសាកលវិទ្យាល័យព្រោះតែគាត់រៀងឆ្ងាយដែរ 4-10 គីឡូពីសាកលវិទ្យាល័យអញ្ចឹងគាត់ត្រូវងើបពីព្រលឹមសាលាចូលរៀនម៉ោង 7 បងប្អូនដល់ពេលគាត់ធ្វើដំណើរទៅតាមដងផ្លូវហ្នឹងទៅបានប្រហែល 5 គីឡូពីផ្ទះសឹកតែគាត់បានពើប្រទះទៅនឹងគ្រោះថ្នាក់ចរាចរណ៍មួយគឺឡានបើកវ៉ាជែងគ្នាបងប្អូនឡានដឹកថ្មបើកជែងជាមួយឡានធំដទៃផ្សេងទៀតហ្នឹងក៏ជ្រុលទៅធ្លាក់ស្នាមព្រោះភ្លោះហើយក៏ក្លាប់ទៅហើយគាត់មិនបានដឹងហើយគាត់មិនបានឈួរមើលដែរព្រោះឃើញមនុស្សច្រើនអ៊ូអហើយមានទាំងពីឡានពេទ្យមានទាំងឡានសាមុយឡានអីផងដូច្នេះហើយគាត់ក៏បន្តធ្វើដំណើរទៀតគាត់ដឹងថាទាំងឡាយហ្នឹងក្លាប់ឡាននៅពេលដែលគាត់ធ្វើដំណើរទៅរៀនហ្នឹងនៅក្នុងសាលារហូតទៅដល់ម៉ោង 5:45 នាទីបានគាត់ចេញពីសាកលវិទ្យាល័យគាត់ជិះមកវិញគាត់ជិះមកតាមដងផ្លូវហ្នឹងមេឃវារៀងល្ងិតព្រឿងហើយព្រោះចេញពីសាកលវិទ្យាល័យមកច្រើន10 គីឡូជាងប្រទេសបងប្អូនទៅពេលជិះមកដល់កន្លែងហ្នឹងស្រាប់តែឃើញវារៀងល្ងិតដែរម៉ោង 7 ជាងមកដល់ឃើញមនុស្សប្រុសម្នាក់គាត់អង្គុយលើដុំថ្មមួយក្បែរស្នាមភ្លោះហ្នឹងអង្គុយយ៉ាងត្មងហើយគាត់បើកទៅឃើញភ្លើងម៉ូតូព្រិលគាត់ថាចុះពីណាគេមកអង្គុយកន្លែងហ្នឹងហើយព្រឹកមិញកន្លែងហ្នឹងគ្រោះថ្នាក់ចរាចរណ៍គាត់ក៏មិនបានចាប់អារម្មណ៍ដែរតែពេលគាត់បើកចិត្តដោះនេះស្រាប់បងប្រុសនឹងម្នាក់ហ្នឹងគាត់ងើបឈរហើយគាត់ក៏លេងមើលទៅឃើញបក់ដៃហៅគាត់ថាហីមនុស្សអីហ្នឹងតែពេលអញ្ចឹងគាត់ក៏បានសួរថាបងស្គាល់ខ្ញុំមែនគាត់មិនហ្នឹងគាត់និយាយប្រាប់ថាបាទខ្ញុំអត់ស្គាល់បងឯងទេអត់ស្គាល់អូនឯងទេតែណៃតណាខ្ញុំទៅផ្ទះហើយចាំបងឯងមកអង្គុយកន្លែងហ្នឹងព្រឹកមិញកន្លែងហ្នឹងគេគ្រោះថ្នាក់ចរាចរណ៍ថាបាទខ្ញុំព្រឹកមិញគ្រោះថ្នាក់ចរាចរណ៍កន្លែងហ្នឹងក៏ប៉ុន្តែនៅពេលដែលខ្ញុំឡានខ្ញុំគឺជាអ្នកបើកឡានធំហ្នឹងឯងឡានធំដែលគ្រោះថ្នាក់ចរាចរណ៍ក៏ប៉ុន្តែខ្ញុំខ្ទាតទៅខាងក្នុងនោះខាងស្មៅហើយឡានពេទ្យក៏បានរោខ្ញុំឃើញតែពេលខ្ញុំងើបពីសាឡំមកគាត់ដឹងថាខ្ញុំហ្នឹងពេលខ្ញុំងើបពីសាឡំមកគេហ្នឹងក៏នាំគេវាស់វែងហើយដឹកឡានទៅអស់ទៅហើយខ្ញុំទៅដឹងខ្លួនមុននឹងបន្តិចតែពេលអញ្ចឹងគាត់ថាអញ្ចឹងខ្ញុំអត់ដឹងដែរហើយបងផ្ទះនរណាជាមួយខ្ញុំទៅឡានពេទ្យហ្នឹងក្រែងគេអាចមកយកបងទៅមន្ទីរពេទ្យព្រោះខ្លួនបងមើលសិតតែឈាមមានស្នាមមុតយ៉ាងច្រើននៅពេលដែលគាត់តែពេលអញ្ចឹងបងប្រុសដែលជានិស្សិតហ្នឹងគាត់ក៏បានទៅឡានពេទ្យដោយសារតែមានបុគ្គលិកម្នាក់ដោយសារតែក្បែរផ្ទះគាត់ហ្នឹងមានអ្នកធ្វើការពេទ្យម្នាក់ហ្នឹងគាត់ស្គាល់គាត់ទៅថាយកឡានពេទ្យមកផងមានអ្នកជំងឺសំទោសអ្នកក្លាប់ឡានព្រឹកមិញម្នាក់ហ្នឹងគាត់ទៅដឹងខ្លួនដូច្នេះហើយត្រូវយកគាត់ទីពេទ្យខ្លួនគាត់ប្រឡាក់សិតឈាមតែពេលគាត់ទេមកទៅមកសន្ទុះក្រោយមកស្រាប់តែឃើញឡានប្រភេទដូចជាឡានពេទ្យហ្នឹងក៏បានចូលមកដល់តែពេលចូលមក
អើយក៏លើកបងប្រុសនឹងដាក់ក្រេដាក់អីឡើងបើកចេញទៅហើយបងប្រុសនិយាយថាអរគុណអូនបងតមុនណាបើកបងលឿនហើយគាត់ក៏បើកតាមធម្មតាទៅមកក៏មិនបានបើកលឿនដែរគាត់ខ្លាចហ៎ហើយបើកយូរទៅឃើញភ្លើងម៉ូតូមួយទៅយូរទៅឃើញភ្លើងម៉ូតូមួយទៅទៅពេលចិត្តដល់ផ្ទះសត្វតែគាត់ឃើញបងប្រុសដែលគាត់អើយជួបនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍អង្គុយលើនេះឃើញគាត់ឈួរនឹងខ្នល់ថាអូនហើយសាច់សួរគាត់ថាអូនតន់ដល់ផ្ទះហើយគាត់ថាចុះហើយតែបានជាបងឯងកាន់ឡើងជិះឡានទៅហើយអូខ្ញុំនិយាយដល់ឡាននេះព្រឺខ្លួនទេបងហើយឡានដល់ពេលថាឡានគេតមុនហើយបងអត់តន់ទៅហើយបងឃ្លានពេកកន្លែងឲ្យបងអីហូបឲ្យបងសុំអីហូបទីមកបងហេវមកស្រេកទឹកហើយគាត់ភ័យពេកគាត់មិនដឹងមានអីគាត់ថាច្បាស់ជាមិនមនុស្សគាត់បោះគុកកើខារ៉ាបាវឲ្យមកកំប៉ុងទៅហើយនឹងនំដែលគាត់ទិញពីល្ងាចឲ្យហើយគាត់ប្រឹងជួយយ៉ាងលឿនហើយពេលមកដល់ផ្ទះគាត់បានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅដល់លោកឪពុកអ្នកម្ដាយគាត់ទៅពេលចឹងលោកឪពុកម្ដាយគាត់ឃើញចឹងហើយព្រឹកស្អែកឡើងក៏បាននិមន្តលោកឲ្យប្រោះព្រំដល់កូនគាត់ហើយយកចង្ហាន់ទៅកសលដល់អ្នកដែលគាត់ស្លាប់គាត់អ្នកស្លាប់ច្បាស់ជាគាត់ស្រេកឃ្លានហើយទៅដល់អ្នកដែលគាត់បានជួបកាដងផ្លូវនឹងតែបើតាមជំនឿបុរាណបើសិនបើអ្នកដែលស្លាប់នឹងគាត់ស្លាប់នៅកន្លែងហ្នឹងតើតើមានអ្នកជំនួសបានថាគាត់ត្រូវយកនរណាគេម្នាក់ដើម្បីមកចាំកន្លែងហ្នឹងហើយទៅគាត់ទៅចាប់ជាតិហើយបងនិស្សិតហ្នឹងគាត់ថាពេលគាត់ធ្វើបុណ្យហើយគាត់ជិះកាត់ហ្នឹងគាត់តែងតែឃើញរឿយឃើញតែឃើញលើនេះមិនបាននិយាយជាមួយគាត់ទេលើនេះឃើញតែបងប្រុសនឹងមួយផ្លែតឃើញឈរលើថ្មជាកាទៅគាត់ឃើញជ្រុងមកខាងកន្លែងដែលគាត់គ្រប់ក្នុងចរាចរណ៍ពេលខ្លះឃើញគាត់មុខគាត់បែរទៅកន្លែងគ្រោះថ្នាក់ចរាចរណ៍កន្លែងដែលគាត់ក្លាប់ឡានហ្នឹងហើយគាត់ឃើញញឹកយើងនឹងថាគាត់បានទៅចាប់ជាតិនៅទេតែបងប្រុសនឹងពេលធ្វើបុណ្យម្ដងគាត់តែងតែទិសកុសលឲ្យវិញ្ញាណអ្នកស្លាប់នឹងរហូតដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាអានេះជាកតិមួយបងប្អូនពេលយើងបើកបរឡានម៉ូតូអីសូមមេត្តាក៏បើកវ៉ាជេងគ្នាឥឡូវគ្រោះថ្នាក់ចរាចរណ៍សាហាវរាល់ថ្ងៃជាមធ្យមគឺអ្នកស្លាប់បានក្រោម6នាក់ទេដូច្នេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជួបតែសេចក្តីសុខពេលធ្វើដំណើរតាមដងផ្លូវហើយបើសិនបើបងប្អូនជួបប្រទះនៅហេតុការណ៍អ្វីមួយដោយបងប្អូនប្រុសដែលបានជួបមិញនេះសូមបងប្អូនតាំងស្មារតីមុំមួនដើម្បីកុំឲ្យខ្លួនឯងនឹងភ័យខ្លាចមិនអាចបញ្ជានៅយានយន្តផ្នែកបានធ្វើដំណើរហើយដឹកគុណដល់លោកឪពុកអ្នកម្ដាយកូនកែវរតនត្រ័យទាំង3ហើយសូមរំលឹកដល់ភូមិករភូមិទេវតាដើម្បីគាត់ជួយនាំផ្លូវយើងដល់ផ្ទះពេលយើងទៅដល់ផ្ទះហើយសូមធ្វើសេចក្តីល្អទិដល់ពួកគាត់ផងបានបងប្អូនហើយវីដេអូខ្ញុំបានដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណច្រើនសម្រាប់ការតាមដាននៅ channel របស់ខ្ញុំបានរឿងនេះមិនវែងប្រហែលទេបងប្អូនខ្លីរឿងក្រោយៗអាចមានវែងជាងនេះបានសូមអរគុណ